สู้ได้ในแต่ออกเนี่ยสมบัติไกลថ្ងៃនេះខ្ញុំមកធ្វើការសម្រាយសាច់រឿងអង្គរៈការពីបេដងដែលជាអេពីសូតបន្តពីអេពីសូតមុនមកហើយក៏អរគុណដល់បងប្អូនដែលបានជួយគាំទ្រខ្ញុំរហូតមកឥឡូវនេះយើងចូលទៅកាន់សាច់រឿងយើងទាំងអស់គ្នាដោយផ្ដើមពីភាគមុនមកយើងឃើញថាតួឯកស្រីរបស់យើងបានឡើងទៅលើតួឯកប្រុសបន្ទាប់មកនាងក៏បានទៅបើកមាត់តួឯកប្រុសរបស់យើងតួឯកប្រុសរបស់យើងក៏មិនចាំយូរក៏ធ្វើការបើកមាត់នាងទៅវិញរួចអ្នកទាំងពីរហ្នឹងក៏បាននៅជីបលើគ្នាតែម្ដងទៅអូខ្ញុំមិនដឹងថារឿងនេះគឺរឿងបែបម៉េចឲ្យប្រកបទៅនេះរួចសាច់រឿងក៏បានកើតមកពេលព្រឹកដោយតួឯកស្រីរបស់យើងភ្ញាក់ឡើងមកនាងបាននិយាយថាតើខ្ញុំនៅទីណាតមកនាងក៏បានងាកមកឃើញតួឯកប្រុសរបស់យើងកំពុងតែដេកនៅជិតនាងរួចនាងក៏បាននឹកឃើញការពីយប់មិញដែលនាងបានធ្វើអ្វីៗជាមួយនឹងតួឯកប្រុសរបស់យើងនោះរួចធ្វើឲ្យនាងមានការគាំងនឹងខ្លួនឯងជាខ្លាំងនាងបំរុងនឹងដើរចេញមិនតែជើងរបស់នាងបានបុកនឹងតុកពេលនោះតួឯកប្រុសរបស់យើងក៏បានមកធ្វើជាវិរៈបរិជិសេសរួចលើកនាងទៅដាក់លើក្រែវិញហើយសួរថាតើអ្នកត្រូវត្រង់ណាខ្ញុំសូមមើលបន្តិចបានដែរឬទេហើយតួឯកស្រីរបស់យើងបាននិយាយឡើងថាកុំប៉ះខ្ញុំអ្នកគឺជាមនុស្សកេងយកផលចំណេញរួចតួឯកប្រុសរបស់យើងក៏បានរៀបរាប់ការពីយប់មិញផងដែរនាងក៏បាននិយាយថាហេតុអ្វីអ្នកមិនទៅឆ្ងាយពីខ្ញុំព្រោះខ្ញុំជាមនុស្សស្រវឹងរួចនាងក៏បានអន់ចិត្តនឹងខ្លួនឯងជាខ្លាំងដោយសារតែយប់មិញនាងបានធ្វើខុសនឹងខ្លួនឯងផងដែរតួឯកប្រុសរបស់យើងក៏បានចាប់ដៃនាងតែនាងក៏បានប្រឡែងដៃមកវិញរួចពេលនោះតួឯកប្រុសរបស់យើងក៏បាននិយាយថាខ្ញុំនឹងអ្នកទទួលខុសត្រូវតើពួកយើងរៀបការជាមួយគ្នាឬទេហើយតួឯកស្រីរបស់យើងបាននិយាយថាតើអ្នកកំពុងនិយាយអ្វីតួឯកប្រុសរបស់យើងក៏បានបញ្ជាក់ម្ដងទៀតថារៀបការជាមួយនឹងខ្ញុំមិនទេតួឯកស្រីរបស់យើងក៏បានបដិសេធយ៉ាងលឿនរួចនាងក៏បាននិយាយថាខ្ញុំមិនរៀបការជាមួយអ្នកទេយើងត្រូវការពេលវេលាផងដែរតួឯកស្រីរបស់យើងបាននិយាយឡើងទៀតថាដាច់ខាតខ្ញុំមិនរៀបការជាមួយនឹងអ្នកនោះទេហើយអ្នកទាំងពីរក៏បានអង្គុយសម្លឹងមើលមុខគ្នាដោយមិនដឹងនិយាយអ្វីតទៅទៀតរួចតួឯកប្រុសរបស់យើងក៏បានសុំតួឯកស្រីរបស់យើងទៅងូតទឹកមុនពេលដែលតួឯកប្រុសរបស់យើងបានចូលទៅក្នុងបន្ទប់ទឹកបាត់តួឯកស្រីរបស់យើងនឹងក៏បំរុងនឹងរត់ចេញពីទីនេះផងដែរប៉ុន្តែស្រាប់តែឃើញរោគរបស់នាងមានការរហែកយ៉ាងធំពេលនោះធ្វើឲ្យនាងឃើញនឹងតួឯកប្រុសរបស់យើងជាខ្លាំងដោយសារតែគេបានហែករោគរបស់នាងពេលនោះតួឯកប្រុសរបស់យើងបានចេញមកតួឯកស្រីរបស់យើងបានផ្លឹកនឹងរូបរាងដ៏សោកសង្ហារបស់តួឯកប្រុសរបស់យើងរួចនាងក៏បានឲ្យតួឯកប្រុសរបស់យើងបញ្ជូលបកស្រាយផងដែរតើយប់មិញអ្នកបានបំពេញលើខ្ញុំអ្វីខ្លះហើយអ្វីបានរោគរបស់ខ្ញុំរហែកតួឯកប្រុសរបស់យើងបានតទៅវិញថារហែកទៅនេះការរបស់ខ្ញុំនេះអាចជឿពាក់បានតួឯកស្រីរបស់យើងមានការខឹងជាខ្លាំងប៉ុន្តែតួឯកប្រុសរបស់យើងនៅតែមិនខ្វល់រួចក៏យកកៅអៅមកពាក់យ៉ាងរំភើយពេលនោះតួឯកស្រីរបស់យើងបានងើបឡើងប៉ុន្តែនេះមានអារម្មណ៍ថាគូរបស់នាងមានការឈឺជាខ្លាំងអូខ្ញុំសម្រេចដល់ហើយខ្ញុំគាំងមែនតើមកហើយតួឯកស្រីរបស់យើងក៏បានសុំខ្លួនតួឯកប្រុសរបស់យើងធ្វើការទៅងូតទឹកផងដែរធ្វើឲ្យតួប្រុសយើងមានការគាំងជាខ្លាំងពេលបណ្ដោះក្នុងបន្ទប់ទឹកនាងបាននិយាយថានៅក្នុងនេះសិតតែអវ៉ាន់របស់មនុស្សប្រុសដល់មិនចង់ឲ្យមានការចំណាយគ្នាតួឯកប្រុសរបស់យើងក៏បានអឺអវ៉ាន់របស់ស្រីឲ្យតួឯកស្រីរបស់យើងផងដែរប៉ុន្តែអ្នកយកអវ៉ាន់មកហ្នឹងគឺពិតជានិយាយដាក់ចុកមកលើតួឯកប្រុសរបស់យើងខ្លាំងមែនទែនដោយគេបាននិយាយថាសង្ហាតែរូបតែចរិតជាសត្វដែលរឆាននេះគ្រាន់តែពាក្យសម្ដីនៅក្នុងចិត្តឯអ្នកនរគ្នាមិនមែនសម្ដីចេញមកឲ្យតួប្រុសរបស់យើងលើតែឥឡូវយើងបន្តសាច់រឿងយើងទាំងអស់គ្នាហ្នឹងហើយពេលនោះពូរបស់តួឯកស្រីរបស់យើងបានមកជាមួយនឹងនារីម្នាក់ហើយគាត់បានសួរទៅកាន់តួឯកប្រុសរបស់យើងថាហេតុអ្វីអ្នកមិនទៅផ្ទះហេតុអ្វីបានជាអ្នកមកនៅទីនេះដោយតួឯកប្រុសរបស់យើងបានទៅកាន់វិញថាហើយពូរបស់តួឯកស្រីរបស់យើងក៏បានឲ្យនារីដែលមកជាមួយគាត់នឹងត្រឡប់ទៅផ្ទះមុនដែលថាគាត់មានរវល់នៅជាមួយនឹងតួឯកប្រុសរបស់យើងហើយគាត់ក៏បានសុំខ្លួនដើម្បីទៅងូតទឹកប៉ុន្តែតួឯកប្រុសរបស់យើងបានហាមឃាត់ដោយសារតែក្នុងបន្ទប់ទឹកហ្នឹងគឺមានតួឯកស្រីរបស់យើងនឹងឯងហើយតួប្រុសហាមបែបនេះធ្វើឲ្យពូរបស់តួឯកស្រីយើងមានការសង្ស័យជាខ្លាំងហើយគាត់ក៏បានកលិចឃើញថាតួឯកប្រុសរបស់យើងមានការរបស់មនុស្សស្រីផងដែរហើយគាត់ក៏បានសួរទៅកាន់តួឯកប្រុសរបស់យើងថាតើឯងជូនក្មួយស្រីរបស់យើងទៅណាតួឯកប្រុសរបស់យើងបានតទៅកាន់គេវិញថាខ្ញុំអញ្ជូននាងទៅសន្តាគារមួយដែលលើកដូចនោះពូរបស់តួស្រីក៏បានសាក់តែទៅកាន់តួស្រីផងដែរធ្វើឲ្យតួឯកប្រុសរបស់យើងមានការភ័យជាខ្លាំងហើយរឿងរបស់យើងនៅក្នុងអេពីសូតនេះក៏បានមកដល់ទីបញ្ចប់ផងដែរបើមានពាក្យពេចន៍លើសលោអ្វីសូមអធិស្ឋានផងបងប្អូនដោយសារតែខ្ញុំទៅងើបពីដេកនោះទេដោយសារតែយប់មិញគឺវាជ្រុលនឹងហើយអ្នកគ្នាឥឡូវបាយបាយ